សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងរៀន idiom ប្រចាំថ្ងៃមួយពាក្យជាមួយគ្នាបន្តទៀតអញ្ចឹង idiom ថ្ងៃនេះគឺ get the ball rolling ណា get the ball rolling អញ្ចឹងជា idiom ដែលគេប្រើប្រាស់ញឹកញាប់នៅក្នុងជីវភាពប្រចាំថ្ងៃតែម្ដងអញ្ចឹងថាតើ idiom នេះប្រែថាម៉េចហើយប្រើនៅពេលណាអូខេតើយើងចាប់ផ្ដើមចូលមើលតែម្ដង get the ball rolling ហ្នឹងបើសិនជាយើងមានពាក្យសម្រាប់របស់វាគឺ start something អូខេ start something ណា get the ball rolling អញ្ចឹងឥឡូវយើងមើលឧទាហរណ៍ the manager get the ball rolling with the meeting ណាអូខេអញ្ចឹងហើយមួយទៀតគឺ let's get the ball rolling on the project អ្នកទាំងអស់គ្នាអាច stop វីដេអូសាកមើលហើយបកប្រែសាកមើលថាតើត្រូវគ្នាអត់ចាំផ្ទៀងផ្ទាត់ជាមួយអ្វីដែលខ្ញុំបកប្រែអូខេអូខេអញ្ចឹង get the ball rolling ហ្នឹងយើងប្រែថាគេប្រើនៅពេលណាគឺគេប្រើនៅពេលដែលអ្នកចង់ផ្ដួចផ្ដើមដំណើរការអ្វីមួយណាឬក៏ចង់ចាប់ដើមគម្រោងអ្វីមួយឬក៏អ្នកចង់លើកទឹកចិត្តឬក៏ជំរុញឲ្យអ្នកដទៃឬក៏គ្នាយើងឬក៏ក្រុមការងារចាប់ផ្ដើមធ្វើសកម្មភាពអញ្ចឹងណាអូខេអញ្ចឹងគឺគេប្រើនៅពេលហ្នឹងតែម្ដងអូខេដែលយើងអាចប្រើបានបើសិនជាបកប្រែន័យដើមរបស់វាតាមពាក្យគេថាធ្វើឲ្យបាល់វិលឬក៏ធ្វើឲ្យបាល់រមៀលណានៃត្រង់នៃពាក្យប៉ុន្តែន័យចំរបស់វាគឺចាប់ដើមអ្វីមួយណាចាប់ដើមដំណើរការអ្វីមួយណាឬក៏បើកឆាកឬក៏ចាប់ដើមកម្មវិធីអញ្ចឹងណាអូខេ get the ball rolling ហ្នឹងឥឡូវយើងមើលឧទាហរណ៍ the manager get the ball rolling with a meeting អញ្ចឹងបកប្រែមកខ្លីស្រួលតែម្ដងណា the manager ណាអញ្ចឹងមេណាក៏ប្រធានណាឬក៏អ្នកគ្រប់គ្រងណាចាប់ផ្ដើមការប្រជុំណាឬក៏ចាប់ផ្ដើមបើកឆាកការប្រជុំឬក៏ចាប់ផ្ដើមកម្មវិធីណាប្រជុំឬក៏ចាប់ផ្ដើមដំណើរការប្រជុំវាអាស្រ័យទៅនឹងសាច់រឿងប្រជុំនឹងប្រជុំតូចតាចឬក៏ប្រជុំធំប្រជុំគ្នា4-10នាក់ឬក៏ប្រជុំគ្នា100-200នាក់អីចឹងទៅបើប្រជុំ200ធំយើងប្រើពាក្យចាប់ផ្ដើមដំណើរការអញ្ចឹងណាបើសិនជាប្រជុំតូចតាចថាចាប់ផ្ដើមធម្មតាទៅអញ្ចឹងណាបើប្រជុំលក្ខណៈអីផ្សេងទៀតយើងអាចចាប់ផ្ដើមកម្មវិធីអញ្ចឹងទៅណាជាងការ get the ball rolling ឥឡូវយើងមើលឧទាហរណ៍ទី2 let's get the ball rolling on this project អញ្ចឹងយើងប្រែថាតោះចាប់ផ្ដើមតោះពួកយើងចាប់ផ្ដើមឬក៏តោះចាប់ផ្ដើមគម្រោងណាចាប់ផ្ដើមដំណើរការគម្រោងនេះណាឬក៏ចាប់ផ្ដើមធ្វើគម្រោងនេះអូខេ let's get a ball rolling by introducing ourselves អូខេ let's get the ball rolling by introducing ourselves តោះយើងចាប់ផ្ដើមដំណើរការដោយណាដោយណែនាំខ្លួនយើងណាណែនាំខ្លួនឯងអញ្ចឹងទៅណាណែនាំខ្លួនអូខេមានន័យថាតើយើងចាប់ផ្ដើមការប្រជុំឬក៏ការដើរលេងឬក៏កម្មវិធីឬក៏អីដោយការណែនាំខ្លួនឲ្យគេស្គាល់ឲ្យគ្នាយើងស្គាល់អូខេអូខេឥឡូវមានយើងអាចនិយាយបែបផ្សេងទៀតឬក៏មាន phrase ឬក៏មាន synonym ផ្សេងទៀតដែលអាចប្រើបានអូខេ get things start អូខេមានន័យដូចគ្នាណា get the ball rolling អញ្ចឹងឧទាហរណ៍យើងមើល let's get things start តោះយើងចាប់ដើមវាទៅណា let's get things start តោះយើងចាប់ដើមធ្វើវាទៅណាអូខេ kick thing off អញ្ចឹង kick thing off មានតែចាប់ដើមធ្វើអ្វីមួយពីដំបូងឬក៏មុនគេឥឡូវយើងឧទាហរណ៍ who want to kick things off អញ្ចឹងណាតើអ្នកណាគេអាចចង់ចាប់ដើមមុនគេអាចការប្រជុំអាចការលេងអាចអីចឹងទៅណាអូខេតើអ្នកណាចង់ចាប់ដើមមុនគេពួកអាពាក្យ kick off ហ្នឹងគឺចាប់ដើមមុនគេដំបូងបំផុតតែម្ដងចឹងណាអូខេ get moving ក៏យើងអាចនិយាយបានដែរណាអញ្ចឹង let's get moving on this តោះយើងចាប់ដើមធ្វើការងារនេះឬក៏ចាប់ដើមធ្វើឲ្យការងារនេះដំណើរការទៅមុខឬក៏ឲ្យមានដំណើរការអញ្ចឹងទៅអូខេអ្នកទាំងអស់គ្នាខ្ញុំមានតែប៉ុណ្ណេះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមេរៀននេះបើសិនជាមានចម្ងល់មានសំណួរអីសូមកុំភ្លេចcomment សួរបានហើយមួយទៀតដើម្បីឲ្យយើងចងចាំសូមកុំភ្លេចបង្កើតប្រយោគនៃពាក្យថ្មីដែលយើងបានរៀនណាបើសិនអត់បង្កើតប្រយោគទេអត់ទៅសេទេយើងអត់ចាំទេហើយតម្លាក់ចូលក្នុង comment ណាដាក់ចូលក្នុង comment សូម1ឬក៏2ប្រយោគម្នាក់បានណាអរគុណច្រើនអ្នកនរគ្នាជម្រាបលាសុខសប្បាយ